សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី Basic Command Line មួយចំនួនដែលយើងប្រើប្រាស់នៅលើ Linux តើតើនឹង Command Line ដំបូងគេនោះគឺ pwd pwd ពាក្យពេញរបស់វាគឺ Present Working Directory ដែលវាប្រើសម្រាប់បង្ហាញយើងថាយើងឈរនៅលើទីកន្លែងណាដែលខ្ញុំឈរនៅលើ Home ពិភពហើយតើតើនឹង Command Line ទី2នោះគឺ ls ls វាបង្ហាញយើងតកតងនឹង list ដែលយើងមានហើយcommand line ទី3នោះគឺ cd ជា command line ដែលយើងប្រើសម្រាប់ចូលទៅកាន់ directory មួយណាតកតងនឹងខ្ញុំចង់ចូលទៅកាន់ directory desktop នេះយើងបានចូលទៅកាន់ directory desktop ហើយអញ្ចឹងយើងដាក់ ls មកថាយើងមានអីនៅក្នុង desktop នឹងអត់សម្រាប់ខ្ញុំគឺអត់មានទេអត់មានអ្វីនៅអត់មាន list នៅក្នុង desktop ឬក៏ directory អី file អីនៅក្នុង desktop ទេបន្ទាប់មកយើងប្រើ command line មួយទៀតគឺ cd doc ដែលជា command line ដែលយើងប្រើសម្រាប់ចេញពី directory desktop ឬក៏ directory មួយណាដែលយើងកំពុងតែចូលនេះយើងបានចេញពី directory desktop រួចរាល់ហើយតើតើនៅបន្ទាប់ខ្ញុំសូមធ្វើការចូលទៅកាន់ desktop ម្ដងទៀតហើយខ្ញុំនឹងបង្ហាញ command line មួយទៀតគឺ mkdir ជា command line ដែលបង្កើតសម្រាប់បង្កើត directory ថ្មីខ្ញុំសូមធ្វើការបង្កើត directory មួយដែលមានឈ្មោះថា su30 ហើយយើង list វាមើលនេះមានហើយcommand line មួយទៀតនោះគឺ touch ដែលសម្រាប់បង្កើតfile ថ្មីដែលខ្ញុំសូមធ្វើការបង្កើត file មួយដែលមានឈ្មោះថាពិភព .txt ជា file មួយសម្រាប់សរសេរបន្ទាប់មកយើង list មើលទៅថាយើងមានបានបង្កើតជោគជ័យនៅនេះបានបង្កើត file មួយហើយនឹង directory ហើយតកតនឹង command line មួយទៀតដែលខ្ញុំបង្ហាញដល់អ្នកគ្នានោះគឺ echo ជា command line ដែលយើង return នៅអ្វីដែលយើងសរសេរមកវិញដែលខ្ញុំសរសេរថា hello world ហើយពេលយើងចុច enter មកវានឹង return ពាក្យនឹងមកវិញនេះ hello world តកតងនឹង command line echo នឹងដែរក៏យើងអាចប្រើសម្រាប់ import file ចូលទៅឯកសារដើម្បីចូលទៅកាន់ file យើងបានដែរដែលយើងអាចសរសេរម្ដងទៀត hello ហើយយើង import វាទៅចូលទៅកាន់ file ពិភព .txt មកនេះវាបានបញ្ចូលហើយយើងមាន command line មួយទៀតដើម្បីយើងប្រើសម្រាប់ show នៅ file ដែលយើងបានបញ្ចូលមិញហ្នឹងគឺ cat ហើយយើងវាយពាក្យឈ្មោះ file យើងនឹងមកពិភព .txt មកនេះ hello ពិភពហ្នឹងគឺដែលខ្ញុំបញ្ចូលមុនហ្នឹងវាបានចូលនៅក្នុងពិភព .txt ហើយក៏មាន command line មួយទៀតដែលយើងប្រើសម្រាប់បញ្ចូលឬក៏ edit file បានដូចគ្នាដែលវាមានឈ្មោះថា nano ហើយយើងវាយឈ្មោះ file ដែលយើងបញ្ចូលនោះមក
នេះវាយើងអាច edit ក៏បានឬក៏យើងអាចបន្ថែមក៏បានសម្រាប់ខ្ញុំនឹងបន្ថែមfrom បន្ទាប់មកយើង save file នឹងមកដើម្បី save file យើងចុចពាក្យថា Ctrl X ហើយវានឹងសួរយើងថាតើយើងចង់save វាដែរឬអត់អញ្ចឹងយើងចុច Ctrl Y មកវាស្មើនឹង yes បន្ទាប់មកយើងចុច Enter មកហើយដើម្បីយើងឆែកមើលថាវាបានបញ្ចូលជោគជ័យនៅយើងប្រើ comment cap ម្ដងទៀតមកនេះវាបញ្ចូលជោគជ័យហើយបន្ទាប់មកខ្ញុំមាន comment មួយទៀតដែលជា comment មួយដែលសម្រាប់យើងធ្វើការ move ពីឯកសារពីមួយកន្លែងទៅមួយកន្លែងទៀតMV .tt ហើយយើងវាយឯកសារដែលយើងផ្ទុកនឹងនៅ directory មួយណាយើងវាយ directory desktop នឹងមកហើយយើងបញ្ជូនទៅ SU30 នេះវាបានបញ្ជូនជោគជ័យហើយបន្ទាប់មកយើងធ្វើការឆែកថាតើវាបញ្ជូនជោគជ័យនៅ LS SU30 នេះវាបានបញ្ជូនជោគជ័យហើយបន្ទាប់មកយើងចូលទៅកាន់ directory នឹងមកតង់ទៀតមក cd SU30 នេះយើងកំពុងតែឈរទៅនៅលើ desktop SU30 ឥឡូវយើងសាកលេខវាមើលថាវាមាន file អីនៅក្នុង SU30 ហ្នឹងនេះមាន file មួយដែលមានឈ្មោះថាពិភព .tt នេះបន្ទាប់មកខ្ញុំនឹងបង្ហាញ comment មួយទៀតដែលមានឈ្មោះថា rm ជា comment មួយដែលសម្រាប់លុប file អញ្ចឹងយើងលុបធ្វើការលុប file ដែលមានឈ្មោះពិភព .ttt ហ្នឹងមក rm ពិភព .ttt ហើយយើងសាកធ្វើការ list មើលថាវានៅមានទៀតអត់នេះវាដែលមានfile ដែលមានឈ្មោះពិភព .ttt ហ្នឹងហើយបន្ទាប់មកយើងធ្វើការថយចេញមួយមកថយចេញពី SU30 ហ្នឹងមកគឺ cd ចុចនេះយើងកំពុងតែឈរទៅលើ desktop វិញដែលបន្ទាប់មកយើងនឹងធ្វើការលុប directory SU30 នឹងចោលមាន command line មួយដែលមានឈ្មោះថា rm dir SU30 នេះយើងបានលុបចេញរួចហើយអញ្ចឹងយើងធ្វើការ list វាមកថាវានៅមានអត់គឺវាឡើងមានហើយតកតនឹង command line មួយទៀតមានឈ្មោះថា uname ដែលជា command line សម្រាប់បង្ហាញថាយើងកំពុងតែប្រើ operation អីនេះខ្ញុំប្រើ operation លើ Linux ហើយ command line មួយទៀតគឺ hostname ថាយើងប្រើ host មួយណាខ្ញុំប្រើ Ubuntu server បន្ទាប់មកយើងមាន command line មួយទៀតគឺជា command line សម្រាប់ update sudo apt update ហើយវាទាមទារឲ្យយើងវាយ password យើងចូលនេះវាកំពុងតែធ្វើការ update ហើយ
បន្តមកទៀតយើងមាន command line មួយទៀតគឺ sudo apt upgrade តែមួយទៀតតែនេះវិញវាមានអីថ្មីចឹងទៅយើងវាយតាមគេទៅមក apt list upgradable នេះយើងបានធ្វើការ update រួចរាល់ហើយចឹងទៅយើងវាយ command line មួយទៀតមកsudo apt លើកនេះ upgrade ម្ដងមុនហ្នឹងគឺ update ចឹងឥឡូវយើងវាយ upgrade នេះចឹងទៅគេសួរថាយើងចង់ continue អត់យើងចុច yes មកតកតងនឹង command line របស់ខ្ញុំថ្ងៃនេះគឺចប់ប៉ុណ្ណឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនា